ឥឡូវយើងបន្តសំណួរទៀតបាទយើងវិលទៅក្រុងសេរីសុភ័ណ្ឌលោកគ្រូបងស្រីអាយុ50ឆ្នាំអញ្ចឹងណាគាត់ពីខាងដើមមកគាត់តែងតែមានជំងឺលើសឈាមលោកគ្រូបាទហើយក្រោយពីគាត់ព្យាបាលឧស្សាហ៍លេបថ្នាំអញ្ចឹងទៅក៏មានធូរស្រាលប៉ុន្តែបច្ចុប្បន្ននេះគាត់លេបមានជាតិខ្លាញ់ផងលើសឈាមផងអញ្ចឹងណាបាទពេលបច្ចុប្បន្ននេះគាត់មានអាការៈដើរធីងធូងឲ្យតែដើរទៅដូចធីងធូងអញ្ចឹងហើយគឺអត់សូវស្រួលអត់មានលំនឹងសោះធីងធូងទៅហើយជួនកាលហ្នឹងនៅពេលបញ្ហាកាពះរបស់គាត់លមូលកោភងពោះលោកគ្រូស្រាប់តែវាណោវាធ្វើឲ្យអារម្មណ៍គាត់ថប់តឹងច្រមុះដូចយើងផ្សាយហ្នឹងដកដង្ហើមចេញចូលអារម្មណ៍មួម៉ៅស្រាប់តែដល់មានអារម្មណ៍មួម៉ៅបែរជាធ្វើឲ្យបេះដូងលោតបាទហើយបន្ទាប់មកទៀតគាត់ពេលខ្លះគាត់អស់កម្លាំងបាទហើយដៃជើងគាត់ទៅជាញ័រហើយជួនកាលគាត់ធ្វើឲ្យគាត់នេះរបៀបរៀងក្តៅភិបបែកញើសយ៉ាងណាគ្រូហើយតាក់ទងនឹងការបត់ជើងបត់ដៃគាត់អីគាត់ថាធម្មតាទាំងអស់ការហូបចុកអីធម្មតាតើអានឹងជាអាការៈមកពិសេសដែរធម្មតារបស់អស់លោកស្រីយកតើជួនកាល3ថ្ងៃម្ដងក៏ធម្មតាការលើសឈាមបណ្ដាលមកពីមូលហេតុសំខាន់ពីរការលើសឈាមមិនមែនកើតឡើងដោយសារការឡើងសម្ពាធឈាមទេអ្នកខ្លះថាការឡើងសម្ពាធឈាមការដែលខ្ញុំលើសឈាមដោយសារសម្ពាធឈាមនោះវាឡើងមកវាលើសខ្ញុំប្រាប់ថាមិនមែនទេមិនបានយើងសោកសម្ពាធឈាមឡើងសម្ពាធឈាមដែលវាកើនឡើងបណ្ដាលមកពីមូលហេតុសំខាន់ពីរមូលហេតុសំខាន់ទី1គឺពុលនៅក្នុងរាងកាយអញ្ចឹងកាលណាយើងពុលសម្ពាធឈាមកើតឡើងហើយកត្តាទី2គឺខ្លាញ់នៅក្នុងសរសៃឈាមអញ្ចឹងកាលណាខ្លាញ់នៅក្នុងសរសៃឈាមធ្វើឲ្យសរសៃឈាមរបស់យើងត្បៀតហើយចាប់ផ្ដើមចលនាឈាមរត់សម្ពាធឈាមកើតឡើងអញ្ចឹងកត្តាពីរនេះគឺជាដើមហេតុសំខាន់នៅក្នុងការធ្វើឲ្យមានបញ្ហាលើសឈាមប្រសិនបើចង់ជាពីជំងឺលើសឈាមខ្ញុំនិយាយឡើងវិញជាខ្ញុំមិនមែននិយាយរឿងគ្រាន់ទេណាចង់ជាពីជំងឺលើសឈាមទី1សម្អាតការសម្ដៅនឹងដែលជាខ្យល់ពុលចេញពីរាងកាយដើម្បីសម្អាតខ្យល់ពុលចេញពីរាងកាយកុំឲ្យមានដុំលាមកនៅក្នុងពោះវៀនអញ្ចឹងរកដើមដង្ហិនមកចង្អាមទៅរកដើមដង្ហិនមកចង្អាមទៅលាងឲ្យស្អាតកាប់តូចដាំមកអំពុះផាក់រីឲ្យអស់អានឹងរឿងមួយទី2អនុវត្តវិធី4ដែលខ្ញុំតែងតែជម្រាបញ៉ាំបាយហើយអត់ញ៉ាំទឹកញ៉ាំបាយហើយអត់ញ៉ាំផ្លែឈើឃ្លានត្រូវញ៉ាំហើយញ៉ាំទឹកម្ដងមួយមាត់ឲ្យបាន3លីត្រក្នុងមួយថ្ងៃទី3បន្ថយការទទួលទានកាកសំណល់នៅពេលល្ងាចចុះល្ងាចឡើងមិនបាច់ទទួលទានបាយច្រើនពេកទេឬក៏កុំមិនបាច់ទទួលទានបាយទេទទួលទានបន្លែនិងផ្លែឈើការដែលមិនមានកាកសំណល់នៅពេលល្ងាចការដែលមិនស្តុកកាកសំណល់នៅក្នុងពោះវៀនការរុញកាកសំណល់ចេញគឺជាវិធីនៃការព្យាបាលទី1ដែលត្រូវធ្វើអញ្ចឹងនៅពេលនោះហើយចាខ្លាញ់ឡើងទៅធ្វើម៉េចបន្ថយការកើនឡើងនៅបរិមាណខ្លាញ់គឺដោយសារការមិនញ៉ាំបាយអាហារល្ងាចច្រើនហើយនឹងការមិនឲ្យមានបញ្ហាកាពះនោះគឺជាការបន្ថយនៅខ្លាញ់ហើយប្រសិនបើឥទ្ធិពលខ្លាញ់នៅមានតទៅទៀតអាចទទួលទានទឹកញើសទេបានឬក៏អាចទទួលទានថ្នាំអាយុវេទបានដើម្បីរុញខ្លាញ់នឹងឲ្យចេញអំពីសរសៃឈាមចឹងកាលណាខ្លាញ់វាចេញពីសរសៃឈាមយើងមិនឈប់លើសឈាមកាលណាយើងអស់ជាតិពុលពីក្នុងឈាមរាងកាយយើងមិនមានបញ្ហាលែងមានបញ្ហាលើសឈាមចុះការទទួលទានថ្នាំលើសឈាមរងហើយមិនដែរការទទួលទានថ្នាំលើសឈាមគ្រាន់តែបញ្ចុះសម្ពាធឈាមប៉ុណ្ណោះមិនជាការព្យាបាលទេហេតុផលនឹងហើយដែលអ្នកទទួលទានថ្នាំនេះនៅទទួលទានថ្នាំមួយជីវិតហើយចុះបើខ្ញុំឈប់ឲ្យញ៉ាំថ្នាំហើយខ្ញុំឲ្យអនុវត្តអ្វីដែលខ្ញុំបានប្រាប់ឲ្យជាគិតមិនដែរអញ្ចឹងព្យាយាមធ្វើអ្វីដែលខ្ញុំបានប្រាប់ទៅបើសិនជាចង់ជាហើយកាលណាអនុវត្តអ្វីដែលខ្ញុំបានប្រាប់ទី1រកដើមទាំងហាត់មកដាក់មួយឆ្នាំមកទី2អនុវត្តវិធាន4នឹងទី3ទទួលទានបន្លែនិងផ្លែឈើពេលល្ងាចឲ្យបានល្អហើយនឹងទី4ទទួលទានទឹកញើសទេព
អ្នកកាលណាវិធាន4នឹងត្រូវបានកើតឡើងនៅក្នុងរាងកាយអាធីងធងនោះក៏វាលែងមានអង្គុយងើបឡើងវិលមុខខ្ញាល់នោះក៏លែងមានណាអាដេកមិនលក់នោះក៏លែងមានអាហ្នឹងវាអញ្ចឹងណារោគបង្កទេហើយបើអត់មានមេរោគបង្កយើងទៅទទួលយកការព្យាបាលដោយវិទ្យាសាស្ត្រมันអាចទេអញ្ចឹងណាអញ្ចឹងមានជំងឺមួយចំនួនវិទ្យាសាស្ត្រត្រូវធ្វើតែជំងឺមួយចំនួនវិទ្យាសាស្ត្រมันអាចទេចូលបើសិនចង់ជាអនុវត្តតាមអ្វីដែលខ្ញុំបានជម្រាបតែមុននឹងទទួលទានទឹកញ៉ូទេពសូមមេត្តាខលរកអ្នកជំនាញផាសុខភាពជាមុនសិនហើយនៅនឹងពទាមានជ័យនៅនឹងស៊ីសផុនហ្នឹងអាចរកបានគេមានទីតាំងចែកចាយនៅទីនោះកុំបារម្ភពលនេះយើងមានសេរីសុផុនហ្នឹងអាចទៅរកបាននៅភូមិ3សង្កាត់ព្រះពលានៅផ្ទះលក់បន្តាប៉ារីអុបទិកនៅក្នុងក្រុងសេរីសុផុននៅខាងធនាគារជាតិអាចទៅរកបាននៅហ្នឹងហើយបើនៅប្រណិតព្រះអាចទៅរកបាននៅជប់វ៉ារីនៅផ្ទះលក់ភេសជ្ជៈរដ្ឋសច្ចានៅទល់មុខខ្លោងទ្វារផ្សារចក្រីណែអ្នកនៅមង្គលបរិយអាចទៅរកបាននៅក្នុងហាងលក់ភេសជ្ជៈចេអាយនៅច្រកចូលផ្សារមង្គលបរិយនៅក្នុងភូមិអាស័យក្រោកឃុំមង្គលបរិយស្រុកមង្គលបរិយហើយអ្នកនៅអូជ្រៅអាចទៅរកបាននៅក្នុងផ្ទះលក់សម្បត្តិឡានក្រុងចែដុល្លារនៅខាងកើតផ្សារគុតសតចម្ងាយប្រមាណជា200ម៉ែត្រតាមបណ្ដោយផ្លូវជាតិលេខ5សម្រាប់អ្នកនៅម៉ោងអាស័យប្រកាសបន្តិចសម្រាប់អ្នកនៅម៉ោងអាស័យកុំច្រឡំទៀតបាទគេតែងតែច្រឡំអ្នកនៅម៉ោងអាស័យអាចទៅរកបាននៅក្នុងផ្ទះចេគីគេដាក់ថាផ្ទះចេគីលក់ទឹកញ៉ូទេពបាទតរហ្នឹងឲ្យប្រកាសហ្មងក្រៅពីផ្ទះចេគីលក់ទឹកញ៉ូទេពមិនមែនជាទឹកញ៉ូទេពទេអាគេថាដែរហ្នឹងអាហ្នឹងបោហើយព្រោះទឹកញ៉ូទេពអត់មានដែរវាអត់មានដែរតាំងកន្លែងណាគ្រូនៅកន្លែងមុងទៅផ្ទះចេគីលក់ទឹកញ៉ូទេពគឺនៅក្នុងនៅជាប់នឹងស្នាក់ការពន្ធដារស្រុកមោងនៅជាប់នឹងសាខាពន្ធដារស្រុកមោងផ្លូវចូលទៅផ្សារមោងបាទហើយគេដាក់ចេគីលក់ទឹកញ៉ូទេពគេដាក់ផ្លាកគេចឹងមកចេគីលក់ទឹកញ៉ូទេពហើយប្រកែច្រឡំអញដាក់ឲ្យចំចឹងហើយបើគេដាក់ថាអត់ទេកន្លែងខ្ញុំលក់ទឹកញ៉ូទេពដែរអាដែរខ្ញុំមិនទិញពួកខ្ញុំអត់ទិញដែរទេខ្ញុំទិញតែទឹកញ៉ូទេពបាទកុំឲ្យគេបោកយើងបាន